ថ្ងៃសៅរ៍អាទិត្យទៅនេះអញ្ចឹងអាចសាកសាច់គោអាំងបើម្ទេសនេះញ៉ាំបានសាច់គោរបស់យើងប្រឡាក់ចេញមកគឺចូលជាតិឆ្ងាញ់ខ្លាំងមែនទែនហ្មងជាពិសេសយើងញ៉ាំទៅគឺឡើងទន់ផុយល្អអត់រឹងអត់ស្វិតពិបាកញ៉ាំទេហើយសាច់គោរបស់យើងញ៉ាំតែទេក៏ឆ្ងាញ់ឬក៏ផ្ទាប់បន្លែមានទឹកម្រេចអីទៀតក៏ឆ្ងាញ់ដែរចំពោះគ្រឿងផ្សំដំបូងដែលយើងត្រូវការគឺជាសាច់គោនឹងឯងប៉ុន្តែសាច់គោគឺយើងយកសាច់ជាប់ខ្លាញ់មកណាបងប្អូនយកណាជាប់ខ្លាញ់រាងច្រើនបន្តិចមកហើយសាច់ហ្នឹងយើងប្រលះវាយករាងស្ដើងបានហើយបងប្អូនកម្រាស់នឹងប្រហែលជាខ្ទង់មួយថ្នាំងដៃទេហើយបន្ទាប់មកគឺយើងមកបុកគ្រឿងសម្រាប់ប្រឡាក់ហ្មងខ្ទឹមសយើងប្រើ3-4 កំពឹសម្ទេសបងប្អូនដាក់តិចច្រើនតាមចំណង់ចំណូលចិត្តហើយក្នុងហ្នឹងគឺខ្ញុំដាក់ស្ករឲ្យហើយបងប្អូនស្ករហ្នឹងគឺខ្ញុំដាក់ចំនួន2ស្លាបព្រាកាហ្វេដើម្បីឲ្យគ្រឿងដែលយើងបុកទៅវាឆាប់ម៉ត់ល្អហើយមួយទៀតគឺវាអត់ខ្ទាតទៀតបន្ទាប់ពីបុកវាបានម៉ត់ល្អហើយខ្ញុំដាក់ប្រេងខ្យង1ស្លាបព្រាបាយម្សៅស៊ុប1ស្លាបព្រាកាហ្វេប៊ីចេង1ស្លាបព្រាកាហ្វេប្រេងឆាឬក៏ប្រេងល្ង1ស្លាបព្រាបាយហើយចុងក្រោយគេហ្នឹងគឺជាទឹកស៊ីអ៊ីវខាប់យើងដាក់ដើម្បីយកពណ៌អាហ្នឹងបងប្អូនដាក់ក៏បានអត់ក៏បានដែរគ្រាន់តែថាយើងដាក់ចឹងទៅពណ៌វាស្អាតអញ្ចឹងណាបន្ទាប់ពីយើងច្របល់គ្រឿងទាំងអស់ហ្នឹងឲ្យចូលជាតិសព្វល្អហើយយើងយកវាមកប្រឡាក់ជាមួយសាច់គោមកបញ្ជាក់បងប្អូនតែចំពោះគ្រឿងទាំងអស់ហ្នឹងគឺត្រូវជាមួយសាច់គោចំនួន3ខាំណាបងប្អូនយើងដាក់គ្រឿងក្រូវចូលហើយយើងប្រឡាក់វារៀងយូរបន្តិចមកប្រឡាក់វាប្រហែលជាខ្ទង់3-4 នាទីមើលតែវាចូលជាតិមកល្មមហើយយើងសកត់វាអញ្ចឹងផ្អាប់ទុកមួយដុំសិនណាបងប្អូនសាច់គោហ្នឹងយើងទុកប្រហែលជា10នាទីអីសិនទៅចាំយើងរៀបចំយកទៅអាំងចំពោះការអាំងនេះគឺខ្ញុំអាំងដោយប្រើចក្រានអគ្គិសនីអញ្ចឹងហើយគឺខ្ញុំត្រូវលាបប៊ឺបន្តិចដើម្បីកុំឲ្យវាជាប់ជាមួយចក្រានហើយបើសិនជាបងប្អូនប្រើចក្រានខ្ជូងអាំងធម្មតាយើងបាច់ចំលាបប៊ឺក៏បានដែរហើយចំពោះការអាំងសាច់គោគឺយើងត្រូវប្រើភ្លើងឲ្យក្តៅខ្លាំងណាបងប្អូនសាច់គោហ្នឹងគឺយើងអត់យកវាឲ្យឆ្អិនខ្លាំងទេនិយាយទៅឆ្អិនប្រហែលជា50-60% អីហ្នឹងសាច់គោដោយដែលបងប្អូនបានដឹងស្រាប់ហើយបើសិនជាយើងអាំងវាឆ្អិនជ្រុលវាទៅជារាងរឹងទៅជារាងស្វិតពិបាកញ៉ាំអញ្ចឹងទៅហើយចំពោះការអាំងនេះគឺលឿនដែរបងប្អូនអាំងប្រហែលជាខ្ទង់2នាទីអីហ្នឹងប៉ុន្តែគឺយើងប្រើភ្លើងក្តៅខ្លាំងអញ្ចឹងណាហើយសាច់គោពេលដែលយើងយកទៅបៀតចុចមើលទៅបើសិនជាវានៅទន់មានន័យថាសាច់របស់យើងហ្នឹងវាអត់ទាន់ឆ្អិនខ្លាំងទេប៉ុន្តែបើសិនជាយើងចុចមើលទៅរឹងអាហ្នឹងដឹងតែឆ្អិនខ្លាំងពិបាកញ៉ាំហ្មងបន្ទាប់ពីយើងលើកសាច់គោចុះហើយគឺខ្ញុំទុកវាត្រជាក់ប្រហែលជា5នាទីសិនបានយកមកហាន់ហើយសាច់គោដោយដែលខ្ញុំបានបញ្ជាក់បងប្អូនអញ្ចឹងគឺខ្ញុំអត់យកឆ្អិន 100% ទេសាច់គោហ្នឹងឆ្អិនខ្ទង់50-60% ណាបងប្អូននិយាយទៅខាងក្រៅមើលទៅឃើញសបល់វានឹងក្រហមល្អមែនតែនប៉ុន្តែខាងក្នុងគឺនៅរាងឆៅទេហើយចំពោះសាច់គោហ្នឹងបើសិនជាបងប្អូនចង់ញ៉ាំជាមួយទឹកម្រេចអាចធ្វើតាមរបៀបដែលខ្ញុំបានប្រាប់បានគឺខ្ញុំប្រើម្សៅស៊ុប1ស្លាបព្រាបាយស្ករ1ស្លាបព្រាបាយប៊ីចេង1ស្លាបព្រាកាហ្វេម្រេចតិចច្រើនតាមចំណង់ចំណូលចិត្តខ្ទឹមស3-4 កំពឹសបន្ទាប់មកយើងច្របាច់ក្រូចឆ្មាចូលប្រហែលជា1ផ្លែហើយបើសិនជាបងប្អូនចង់បន្ថែមទឹកដូចខ្ញុំក៏បានឬក៏អត់ក៏បានដែរយើងដាក់ទឹកចូលហើយកូរគ្រឿងទាំងអស់ហ្នឹងឲ្យចូលជាសព្វល្អទៅប៉ុណ្ណឹងគឺរួចរាល់ហើយចំពោះទឹកម្រេចហ្នឹងគឺយើងអត់ដាក់អំបិលអត់ដាក់ទឹកត្រីណាបងប្អូនបើសិនជាដាក់ទៅរសជាតិរបស់វានឹងទៅជារាងប្រៃខ្លាំងពិបាកញ៉ាំហ្មងហើយចំពោះសាច់គោអាំងបាល់ម្ទេសរបស់យើងហ្នឹងញ៉ាំតែក៏ល្មមឆ្ងាញ់ដែរបងប្អូននិយាយទៅរសជាតិដែលយើងប្រឡាក់ហ្នឹងគឺមិនល្មមហើយគ្រាន់តែថាល្មមគឺល្មមញ៉ាំលេងអត់ល្មមញ៉ាំជាមួយបាយទេបើសិនជាបងប្អូនចង់ញ៉ាំជាមួយបាយអាចបន្ថែមរសជាតិឲ្យប្រៃជាងនឹងបន្តិចហើយបើសិនជាបងប្អូនមានបន្លែផ្ទាប់ដូចខ្ញុំអញ្ចឹងដូចជាកញ្ឆែតការ៉ុតឬក៏ស្ពៃក្តោបអីអញ្ចឹងតោះតែយើងជ្រលក់ទឹកម្រេចបើសិនជាយើងអត់ញ៉ាំជាមួយទឹកម្រេចទេគឺវារាង